ពេលកូនអត់ស្រួលខ្លួនខ្ញុំតែងតែចំហុយផ្លែឈើឲ្យគាត់ញ៉ាំបន្ទាប់ពីបបរហើយគឺខ្ញុំឲ្យគាត់ញ៉ាំផ្លែឈើចំហុយពីរមុខនេះព្រោះផ្លែឈើពីរមុខនេះស្បូរទៅដោយវីតាមីននិងមានជាតិផ្អែមពីធម្មជាតិខ្ញុំកាត់ជាដុំតូចៗហើយយកទៅចំហុយរយៈពេល10នាទីបន្ទាប់ពីចំហុយហើយផ្លែប៉ោមនិងសេរីយើងក៏បានឆ្អិននេះពេលវាឆ្អិនសភាពវាបែបនេះហ៎ម៉ាក់ចំហុយហើយខ្ញុំយកទៅកិនប៉ុន្តែខ្ញុំអត់មានបន្ថែមទឹកទេព្រោះសេរីយើងស្បូរទៅដោយជាតិទឹកហើយអញ្ចឹងខ្ញុំដាក់សេរីបន្តិចប៉ោមបន្តិចកិនចូលគ្នាទៅវាម៉ត់បែបនេះម៉ាក់ឡើង smooth តែម្ដងហើយខ្ញុំដាក់ចូលចានតែមួយដើម្បីកូរឲ្យសេរីនិងប៉ោមនឹងវាចូលគ្នាសិនឲ្យក្លាយជាល្បាយតែមួយបន្ទាប់ពីកូរចូលគ្នាហើយខ្ញុំយកទៅដាក់នៅក្នុងកឡដើម្បីរក្សាទុកខ្លះសេឲ្យកូនញ៉ាំដាក់ទូទឹកកកត្រជាក់ធម្មតាបាន2ថ្ងៃហើយខ្ញុំតែងតែធ្វើផ្លែឈើឲ្យកូនញ៉ាំខ្លួនឯងអញ្ចឹងព្រោះវាចំណាយតិចណាមួយបានផ្លែឈើស្រស់កូនញ៉ាំទៀតពេលដែលខ្ញុំទិញបបរកញ្ចប់ឲ្យគាត់ញ៉ាំវាជូរពេកចំណាយលុយច្រើនហើយកូនអត់ញ៉ាំទៀតស្ដាយលុយ